បុណ្យគម្រប់ខួបទាំង7ថ្ងៃទាំង100ថ្ងៃនេះក៏មានការចូលរួមចំណែកអំពីពុកម៉ែបងប្អូនផងដែរជាពិសេសគឺបងប្អូនដែលជាមិត្តរួមការងារផងដែរបាទសួស្តីបងប្អូនអរគ្នានៅក្នុងបណ្ដាញសង្គមបាទនេះគឺជាទស្សនវិជ្ជាខ្លះៗដែលខ្ញុំបាននាំបងប្អូនរបស់ខ្ញុំទៅធ្វើនៅបុណ្យគម្រប់ខួប100ថ្ងៃដើម្បីឧទ្ទិសបុណ្យកុសលនេះជូនដល់លោកពូរបស់ខ្ញុំផងដែរដែលគាត់បានចែកឋានទៅហើយបាទហើយក្នុងនោះទៀតសោតចំពោះបុណ្យមួយនេះកាលពីគម្រប់ខួប7ថ្ងៃក៏ខ្ញុំបាននាំបងប្អូនរបស់ខ្ញុំធ្វើហើយផងដែរហើយលុះរហូតដល់គម្រប់ខួប100ថ្ងៃក៏ខ្ញុំបានដឹកនាំបងប្អូនរួមទាំងប្រពន្ធរបស់ខ្ញុំទៅធ្វើបន្ថែមទៀតផងដែរបាទហើយចំពោះបុណ្យកុសលនេះសូមឧទ្ទិសជូនចំពោះលោកពូរបស់ខ្ញុំរួមទាំងញាតិកាទាំង7សន្តាននិងញាតិនៅក្នុងសង្សារវត្តផងដែរបាទបន្ទាប់ពីយើងបានបំពេញនៅបុណ្យកុសលហើយសល់ពេលខ្លះក៏យើងឆ្លៀតទិញនៅចំណីត្រីបាទដើម្បីដាក់ឲ្យត្រីរួមទាំងសត្វផ្សេងផងដែរដែលនៅក្នុងស្រះបាទដើម្បីឲ្យអភ័យដល់សត្វផងដែរបាទបន្ទាប់ពីយើងប្រគេននៅសាដកហើយនឹងចង្ហាន់រួមទាំងបច្ច័យនិងសម្ភារៈផ្សេងផងដែរចំពោះព្រះសង្ឃបាទហើយខ្ញុំក៏សូមអរគុណដល់បងប្អូនដែលលះបង់លុយកាក់ព្រមទាំងពេលវេលាផងដែរដើម្បីយើងទៅបំពេញនៅបុណ្យកុសលរួមគ្នាសម្រាប់ខួប100ថ្ងៃនេះផងដែរបាទហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរចំពោះបុណ្យគម្រប់ខួបទាំង7ថ្ងៃទាំង100ថ្ងៃនេះក៏មានការចូលរួមចំណែកអំពីពុកម៉ែបងប្អូនផងដែរជាពិសេសគឺបងប្អូនដែលជាមិត្តរួមការងារផងដែរបាទទាំង7ថ្ងៃទាំងបុណ្យ100ថ្ងៃក៏មានថវិការបស់ពុកម៉ែបងប្អូនចូលរួមបាទហើយចំពោះបុណ្យកុសលមួយនេះក៏សូមជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរដែលបានចូលរួមទាំងតាមរយៈខ្ញុំឬក៏បងប្រុសរបស់ខ្ញុំផងដែរបាទហើយដោយដែលខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹងបន្ទាប់ពីយើងបានបំពេញនៅបុណ្យកុសលហើយវេប្រគេននៅចង្ហាន់ហើយអញ្ចឹងយើងក៏មានពេលខ្លះក៏ឆ្លៀតឱកាសមួយនេះដើម្បីដើរមើលអំពីទស្សនវិជ្ជាខ្លះនៅក្នុងវត្តអង្គតាមិញផងដែរបាទនឹងគឺជាប្រពន្ធរបស់ខ្ញុំបាទហើយក្នុងការទៅនឹងគឺយើងទៅគ្នាច្រើនមែនតើបាទបងប្អូនរបស់ខ្ញុំគឺទៅទាំងអស់គ្នាមានទាំងប្អូនបកើតមានទាំងប្អូនថ្លៃផងដែរបាទហើយក្នុងនោះក៏មានប្អូនស្រីរបស់ខ្ញុំដែលជាកូនក្រោយរបស់ឪពុករបស់ខ្ញុំផងដែរបាទនឹងគឺជាប្អូនស្រីរបស់ខ្ញុំដែលជាកូនក្រោយរបស់លោកឪពុករបស់ខ្ញុំផងដែរបាទហើយទស្សនវិជ្ជាទាំងអស់នេះសកម្មភាពទាំងអស់នេះទង្វើទាំងអស់នេះក៏សរបញ្ជាក់ថាពួកយើងដែលជាកូនគឺមិនដែលភ្លេចនៅគុណបំណាច់សេចក្តីល្អនិងការផ្ដល់កំណើតរបស់គាត់ដែលធ្វើឲ្យពួកយើងមានកំណើតដែលធ្វើឲ្យពួកយើងមាននៅថ្ងៃនេះផងដែរហើយក៏ជាឱកាសមួយសម្រាប់ពួកយើងផ្ដល់សម្រាប់គាត់វិញតែគាត់បានចែកឋានទៅហើយគឺពួកយើងមានតែបំពេញនៅបុណ្យកុសលផ្សេងទៅតាមអធិស្ឋានដែលពួកយើងអាចធ្វើទៅបានបាទនេះគឺជាសកម្មភាពខ្លះដែលបងប្អូនរបស់ខ្ញុំបានថតរូបផ្តិតរូបដើម្បីទុកជាអនុស្សាវរីយ៍ទុកសម្រាប់មើលទៅថ្ងៃក្រោយបាទទុកសម្រាប់ចែករំលែកទុកសម្រាប់
ឆ្លុះបង្ហាញអំពីខ្លួនឯងអំពីទង្វើល្អដែលពួកយើងបានធ្វើរួមគ្នាផងដែរបាទហើយក៏អរគុណដល់ទឹកចិត្តបងប្អូនរបស់ខ្ញុំផងដែរដែលតែងតែចូលរួមចំណែកជាមួយនឹងខ្ញុំព្រមទាំងប្រពន្ធរបស់ខ្ញុំផងដែរក្នុងការធ្វើនេះគឺយើងមានការចូលរួមនិងសហការគ្នាជាយូរណាស់មកហើយបាទរួមទាំង7ថ្ងៃរហូតមកដល់គម្រប់ខួប100ថ្ងៃនេះផងដែរបាទហើយបើសិនជាថាពុកម៉ែបងប្អូនគិតថាវីដេអូរបស់ខ្ញុំមួយនេះមានសារៈសំខាន់មានផលប្រយោជន៍ឬក៏ជាសេចក្តីល្អបងប្អូនអាចធ្វើការចុច follow សម្រាប់ page របស់ខ្ញុំឬក៏ចុច subscribe សម្រាប់ channel YouTube របស់ខ្ញុំផងដែរហើយក៏បងប្អូនគិតថាវីដេអូរបស់ខ្ញុំនឹងមានចំណុចល្អឬក៏វាជាការអប់រំឬក៏មានចំណុចណាមួយដែលល្អប្រសើរសម្រាប់បងប្អូនគិតថាមានចំណុចសំខាន់បងប្អូនអាចធ្វើការចុច share ចែករំលែកដល់មិត្តភ័ក្តិឬបងប្អូនដទៃទៀតផងដែរបាទហើយក៏អរគុណសម្រាប់ទឹកចិត្តបងប្អូនអរគ្នាដែលបានចូលរួមឬក៏ចូលទស្សនានៅវីដេអូរបស់ខ្ញុំផងដែរបាទវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងនោះទេសម្រាប់ធ្វើការចែករំលែកដល់ពុកម៉ែបងប្អូនទាំងគ្នាបាទយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតផងដែរបាទសូមអរគុណ